ស្ដីសួស្ដីទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងយើងត lab យើងទៀតហើយ lab ថ្ងៃនេះគឺយើងធ្វើតាក់ទងជាមួយនឹង Azure SQL នៅក្នុង Official Course DP 900អញ្ចឹងតាក់ទងនឹង DP 900ហ្នឹងគឺយើងរៀនភាគច្រើនតែតាក់ទងនឹង back end ទេមានដូចជា Azure SQL មានដូចជា MySQL Postgres Cosmos DB ឡាក់អញ្ចឹងថ្ងៃហ្នឹងយើង lab ទី1យើងធ្វើជាមួយនឹង Azure SQL ហើយនៅពេលដែលយើង create Azure Job ខ្ញុំនឹង test ជាមួយនឹង Azure Query គឺយើងប្រើភាសា SQL ហើយចំណែក database វិញគឺយើងប្រើ sample database ឈ្មោះថា Adventure Web យើងវាជា sample មួយហើយនៅក្នុងនោះវាមាន sample record ស្រាប់អញ្ចឹងយើងអាចធ្វើ query ងាយស្រួលអញ្ចឹងយើងចាប់ផ្ដើមចូលទៅបង្កើត Azure SQL អញ្ចឹងយើងចូលទៅ search នៅលើ Azure យើងហើយយើង Azure SQL ហើយយើងកន្លែងយក Azure SQL តមកយើងចុច create អញ្ចឹងយើងយកខាងលើយើងអត់យក free ទេយើងបង្កើត resource group ហើយ database name យើងដាក់ unique name អញ្ចឹងខ្ញុំដាក់ថា DB អញ្ចឹងចុះហើយ server យើងបង្កើតឈ្មោះ server មួយសម្រាប់បង្កើតឈ្មោះ server database នេះគឺយើងប្រើ unique name ដែរអញ្ចឹងខ្ញុំដាក់ឈ្មោះថាឈ្មោះខ្ញុំចុះព្រោះនេះជាការ test អញ្ចឹងយើងរើស location យើងរើស location ណាក៏បានដែរហើយទៅទៀតអញ្ចឹងជាមួយនឹង authenticate method នេះបើយើងយក option ទី1នេះគឺយើងផ្ទៀងផ្ទាត់ user password តាមរយៈ Microsoft Entra ID ទី2យើងប្រើ SQL authenticate ផង Entra ID ផងអញ្ចឹងខ្ញុំយកទី3ចុះយើងប្រើជាមួយនឹង SQL authenticate អញ្ចឹងយើងបង្កើត login ខ្លួនឯងអញ្ចឹងខ្ញុំដាក់ឈ្មោះថា AMD ចុះឬក៏ដាក់ឈ្មោះខ្ញុំក៏បានហើយ password យើងបង្កើត password unique ហើយ strong អញ្ចឹង server យើងបានបង្កើតហើយយើងចូលទៅតាក់ទងនឹង elastic pool នេះខ្ញុំយក node ចុះហើយតាក់ទង workload គឺយើងយក deployment ហើយតាក់ទងនឹង compute storage គឺខ្ញុំប្រើធម្មតាទេយើងយក basic ទៅព្រោះយើងប្រើសម្រាប់ testing អញ្ចឹងវាតែប្រហែលនេះទេហើយយើងតាក់ទងនឹង backup storage យើងយក locally ចុះយើងអត់ត្រូវការ backup ទៅ zone ខ្លួនអញ្ចឹងកន្លែង network នេះវាមានតាក់ទងនឹង network connectivity ទី1 connectivity method តើ database ហ្នឹងយើងឲ្យ access ជាមួយនឹង network ឬក៏អត់នៃសេចក្តីថាតើគេអាច access បានឬក៏អត់អញ្ចឹងវាមាន3 option ទី1គឺមិនអាច access បានទេ option ទី2គឺអាច access តាមរយៈ public IP បាន option ទី3យើងអាច access បានតែ private IP ទេអញ្ចឹងយើងយក public ចុះហើយតាក់ទងនឹងការបង្កើត firewall នៅក្នុង network យើង
វាសួរយើងតើតើនឹង allow Azure services and resources to access database យើងបើយើង block no បើយើង allow yes យើងអានេះយើង yes ដែរយើងឲ្យ client access តាមរយៈ IP ហើយទៅទៀតយើង like ហើយតើតើ enable Microsoft Defense យើងយក not now ចុះទៅទៀតហើយតើតើ data source ករណីដែលយើងយកនេះយកបែបនេះគឺយើងត្រូវបង្កើត database ឯខ្លួនឯងបង្កើត table ខ្លួនឯង option នេះគឺយើង press store ពី backend ដែលយើង backup អញ្ចឹងខ្ញុំយក option ទី3ខ្ញុំយក sample អញ្ចឹង sample ហ្នឹងដូចជាយើងដាក់កន្លែងនេះអញ្ចឹងនេះ DB name អញ្ចឹងដើម្បីឲ្យដាក់ឲ្យដូច sample កន្លែង basic ខ្ញុំដាក់ថា advanced work ចុះឲ្យដូច sample database អញ្ចឹងយើងចូលទៅកន្លែង additional setting sample ឲ្យយើង next វាអញ្ចឹងយើងមើល estimate មួយខែ$5ការប្រើប្រាស់ Azure SQL អញ្ចឹងយើងចាប់ផ្ដើមតទៀតការ deploy Azure SQL យើង success ហើយអញ្ចឹងយើងចូលទៅ go to resource អញ្ចឹងអានេះជា Azure SQL យើងដែលមាន database ឈ្មោះថា Advanced Server ហើយ database ហ្នឹងគឺយើងយក sample database អញ្ចឹងដើម្បី query sample database ហ្នឹងបានគឺយើងចូលទៅ query editor តមកគឺយើងទៅ connect ជាមួយនឹង SQL យើងអញ្ចឹងដូចតែយើងបាន configure វាហើយតើទៅនឹងការ authenticate
គឺយើងមិនបានយកជាមួយនឹង Microsoft Intra ID នេះទេគឺយើងយកជាមួយនឹង SQL Authenticate ចឹងខ្ញុំឡប់ចូល user ដែលយើងបាន configure ចឹងអានេះជា sample database វាមាន2មានអានេះមួយវាមាន cell នេះមួយចឹងគោលបំណង lab យើងនេះគឺបង្រៀនឲ្យគ្នាយើងចេះបង្កើតជាមួយនឹង Azure SQL នៅក្នុង cloud យើងគឺប្រើជាមួយនឹង Microsoft Azure ហើយខ្ញុំនឹង test ជាមួយនឹងភាសា SQL ឲ្យគ្នាយើងមើលវាដូចតែនៅក្នុង on-prem ទេការប្រើជាមួយនឹងSQL language ចឹងករណីបើសិនជាសិស្សយើងនៅពេលដែលអនុវត្ត lab ករណីបើសិនជាចុច query editor នេះវាអត់ដើរទេអត់អាច connect ជាមួយនឹង SQL server ទេចឹងវានឹង load តាក់ទងនឹង message error មួយហើយចឹង error ហ្នឹង error តាក់ទងនឹងកន្លែង network tab ដែលយើង connect វាជួនកាលសិស្សខ្លះក៏អត់ connect ជាមួយនឹង public access ទេហើយ firewall ក៏អត់យក JS ទេហើយយើងអញ្ចឹងកាលណាអត់យកយើងក៏អត់អាច access ជាមួយនឹង Azure SQL យើងបានដែរអញ្ចឹងបើសិនជាគ្នាយើងមាន error បែបហ្នឹងយើង click allow list IP ទៅវានឹង connect ឲ្យយើងវានឹង configure firewall ឲ្យយើងតោះឥឡូវយើងចាប់ផ្ដើមចូលទៅក្នុង query ទាំងអស់គ្នាខ្ញុំចាប់ផ្ដើម query new query ចឹងខ្ញុំសរសេរភាសា SQL មួយខ្ញុំដាក់ select កាយ from អញ្ចឹងយើងយក table មួយឈ្មោះថា cell database មួយ cell ហើយយើងយក table នៅក្នុង cell នេះឈ្មោះថា production ខ្ញុំ select cell dot production អញ្ចឹងយើង run query មកវាចេញមកវាចេញដូចតែយើង click manual ទេហើយមួយទៀតគឺខ្ញុំប្រើ query មួយទៀតខ្ញុំទៅសេនៅក្នុងនេះចុះ select កាយហើយខ្ញុំដាក់ product ID name list price ហើយ product កត query ID from product យើង run ទាំងអស់គ្នាចេញ query មកហើយខ្ញុំចឹងអានឹងហើយជា Azure SQL មានសេចក្តីថាយើង install យើងប្រើ SQL language គឺយើងប្រើជាមួយនឹង cloud អញ្ចឹងនៅ cloud វាអត់ស្មុគស្មាញដូចយើងប្រើជាមួយនឹង on-prem ទេហើយយើងធ្វើតាមប្រមាណនាទីគឺយើងបានជាមួយនឹង Azure SQL អញ្ចឹងតើតើនឹង Azure SQL នេះខ្ញុំបញ្ចប់វីដេអូប៉ុណ្ណឹងអរគុណ